សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ការធ្វើវីដេអូ AI បែបជារូបសត្វបែបនេះបាទគឺយើងអាចធ្វើបានដោយ free មិនអស់លុយនោះទេនៅក្នុងAI អញ្ចឹងឥឡូវនេះចង់ដឹងយើងចូលមកអនុវត្តទាំងអស់គ្នាបងប្អូនខ្ញុំមានព្រមនៅក្នុង comment ស្រាប់ដែលសម្រាប់បងប្អូនដែលចង់បានអាចចូលទៅយកព្រមហើយ generate បានអញ្ចឹងយើងចូលមក AI របស់យើងបងប្អូនបើកសម្រាប់ខ្ញុំប្រើប្រាស់flow AI អញ្ចឹងបងប្អូនគ្រាន់តែវាយពាក្យនៅលើ search របស់យើងដាក់វាយ flow មកវាចេញណាដោយសារខ្ញុំធ្លាប់វាយអញ្ចឹងយើងវាយ flow បែបនេះមកបាទហើយយើងយកខាងលើនេះបងប្អូនឃើញ flow នេះបាទបងប្អូនចុច flow មកបាទជាទូទៅយើងចុចដំបូងគឺចេញបែបនេះហើយយើងយក create with flow កន្លែងនេះមកបាទអូខេបន្តមកទៀតមកដល់កន្លែងនេះបងប្អូនយក new project បាទ new project ហើយកន្លែងនេះដំបូងបងប្អូនអាចបង្កើតជារូបភាពសិនណាបាទអញ្ចឹងខ្ញុំនឹងប្រាប់ពីរបៀបចូលទៅគេហៅថាធ្វើរូបភាពស្អាតបន្ថែមទៀតដែរសម្រាប់បងប្អូនដែលចង់បានរូបភាពស្អាតអីផ្សេងឬក៏ចង់កែព្រមអីបងប្អូនអាចយកព្រមរបស់ខ្ញុំនេះទៅកែបាននៅក្នុងគេហៅថា ChatGPT បន្ថែមទៀតណាបងប្អូនឥឡូវយើងចូលមក ChatGPT មកយើងវាយ ChatGPT បងប្អូនចូលមកហើយផាសព្រមនេះចូលទៅបងប្អូននឹង ChatGPT នឹងជួយសម្រួលតាក់ទងទៅនឹងគេហៅថាចំណុចខ្វះខាតដែរជួយធ្វើរូបភាពក៏ដូចជាវីដេអូណាបងប្អូនបាទឥឡូវខ្ញុំផាសព្រមនេះចូលបាទអញ្ចឹង ChatGPT នឹងជួយធ្វើ scene សម្រាប់យើងពី1ទៅដល់4ដែលយើងអាចយកទៅ generate ជារូបភាពបន្តមកទៀតបានទៅបង្កើតជាវីដេអូតែនៅក្នុងទីនេះគឺបងប្អូនអត់ពិបាកទេបងប្អូនយកព្រមរបស់ខ្ញុំនេះទៅបង្កើតបានភ្លាមណានេះខ្ញុំសរសេរឲ្យស្រាប់ខ្ញុំនឹងដាក់នៅក្នុង comment ខាងក្រោមបងប្អូនបាទយើង copy ព្រមនេះមកបាទហើយយើងចូលមក AI របស់យើងដំបូងឡើយយើងបង្កើតជារូបភាពសិនអញ្ចឹងយើងយកកន្លែងនេះរូប image បន្តមកទៀតបងប្អូនចង់យកផ្ដេកបញ្ឈរបងប្អូន select មកខ្ញុំយកបញ្ឈរហើយខ្ញុំយក2រូបភាពបងប្អូនអាចធ្វើបានទៅដល់4រូបភាពបាទយើងផាសព្រមរបស់យើងកន្លែងនេះមកបន្តមកទៀតយើងចុចកន្លែងនេះទៅបាទអញ្ចឹង AI កំពុងតែបង្កើតរូបភាពកំពុងតែបង្កើតរូបភាពឲ្យយើងហើយចាំមើលយើងអាចយករូបភាពហ្នឹងទៅ generate មកតង់ទៀតគឺយើងមានជាវីដេអូព្រមនៅខាងក្រោមនេះណាបន្ទាប់ពី AI បង្កើតរូបភាពហើយយើងមក copy ព្រមនៅកន្លែងនេះដើម្បីយកទៅបង្កើតជាវីដេអូបន្ថែមទៀតបាទចាំតិចដោយសារវាកំពុងតែដើរហើយបើជាបងប្អូនមានតែ Gmail អាចបង្កើតនៅរូបភាពក៏ដូចជាវីដេអូទាំងអស់ហ្នឹងដោយ free សម្រាប់ Flow គឺបងប្អូនsign in ជាមួយ Gmail ដំបូងមាន150 credit អញ្ចឹងបងប្អូនអាចធ្វើគេហៅថាបានច្រើនវីដេអូដែរបាទគាត់ថាមានការកំណត់អញ្ចឹងបើសិនជាបងប្អូនចង់អត់មានការកំណត់បងប្អូនអាចទិញបាន Flow បាទងាយស្រួលក្នុងការបង្កើតមាន AI ជាច្រើនផងដែរនៅក្នុងការបង្កើតប៉ុន្តែនិយាយទៅជាចំណុចចិត្តបងប្អូនចង់បង្កើតទៅលើមួយណាគឺបង្កើតទៅលើ work AI ហ្នឹងឥឡូវយើងបានរូបភាពមួយហើយមួយទៀតកំពុងតែដើរឥឡូវយើងចូលមកមើលរូបភាពទាំងអស់គ្នាបាទនេះគឺជារូបភាពដែលយើងទទួលបានមួយនេះនៅ99អញ្ចឹងឧទាហរណ៍ថាកាលណាយើងបង្កើត2រូបភាពអញ្ចឹងវាងាយស្រួលនៅក្នុងការជ្រើសរើសថាយើងស្រឡាញ់រូបភាពមួយណាឥឡូវចេញមកហើយអញ្ចឹងយើងស្រឡាញ់រូបភាពមួយណាយើងបង្កើតមួយនោះឧទាហរណ៍រូបភាពមួយនេះទី2អូខេឥឡូវយើងឧទាហរណ៍ថាយើងចង់បានមួយនេះចុះណាអញ្ចឹងយើង copy ព្រមនេះមកវីដេអូព្រមនេះបាទ copy ទាំងអស់មកត្រឹមនេះមកបងប្អូនបាទហើយយើងយកវាមក push នៅក្នុង post នៅក្នុងនេះយើង add កន្លែងនេះយើងចុច tray 3នេះយើងចុច add to prompt ហើយបន្តមកទៀតបងប្អូនដូរកន្លែងនេះទៅជាវីដេអូវិញបាទហើយយក ingredient បងប្អូនចង់បានប្រមាណវីដេអូ1ឬក៏2បងប្អូនដាក់ទៅតាមនឹងមកខ្ញុំចង់បាន2វីដេអូដែរអញ្ចឹងយើង post prompt កន្លែងនេះមកបាទយើងចុចទៅដូចគ្នារងចាំបន្តិចដូចគ្នាវានឹងដំណើរការវាកំពុងតែ AI កំពុងតែបង្កើតនៅវីដេអូនឹងឲ្យយើងណាយើងមាន2ជម្រើសដូចគ្នាអញ្ចឹងការធ្វើនៅវីដេអូ AI ប្លែកបែបនេះគឺ
បងប្អូនអាចធ្វើបានជាមួយនឹង AI រូបភាពអីច្បាស់ងាយស្រួលសម្រាប់បងប្អូនដែលចង់បានប្រមអីផ្សេងអាចឆាតមកផ្ទាល់ឬក៏ចុចនៅក្នុង Telegram របស់ខ្ញុំដើម្បីទទួលបានប្រមទាំងអស់ហ្នឹងមួយទៀតគឺអាច comment នៅខាងក្រោមសម្រាប់មេរៀនអីផ្សេងអាចសាកសួរបានណាបងប្អូនមានជាចម្ងល់អីផ្សេងfile មួយហើយអញ្ចឹង file នេះយើងបើជាសិនជាយើងចង់ព្យាយាមម្ដងទៀតយើងយកកន្លែង retry នេះបងប្អូនណាបាទឥឡូវយើងបានវីដេអូមួយនេះ file អញ្ចឹងយើងចូលមើលវីដេអូនេះមកបាទអូខេនេះយើងទទួលបានវីដេអូបែបនេះណាបងប្អូនបាទចឹងសម្រាប់បងប្អូនដែលចង់បានវីដេអូផ្សេងប្លែកអីអាចឆាតនៅខាងក្រោមឬក៏អាច comment ឬក៏ឆាតមកផ្ទាល់បានបងប្អូនចឹងឧទាហរណ៍វា file បែបនេះបងប្អូនចង់ retry មានន័យថាព្យាយាមម្ដងទៀតក៏បានដែរយើងចុច retry នេះមកណាបាទយើងចង់ដឹងថាតើលទ្ធផលពីវីដេអូនេះវាខុសគ្នាបែបណាដូចជារូបភាពពីរនេះគឺវាខុសគ្នាបែបនេះណាបងប្អូនបាទនេះឃើញហើយមួយរៀងប្រឆិតមួយរៀងមានប្រឆិតតិចមួយរៀងប្រឆិតខ្លាំងបាទយើងរងចាំតិចដូចគ្នានេះជាមេរៀន AI ដែលខ្ញុំបានធ្វើមានច្រើនបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបើសិនជាចង់បានព្រមឬក៏ចង់ដឹងពី AI ទាំងអស់នឹងអីអាចឆាតមកអាច join នៅក្នុង Telegram របស់ខ្ញុំបានបាទឥឡូវយើងចូលមកមើលបាទនេះគឺវីដេអូទី2របស់យើងឥឡូវរួចរាល់ហើយបាទអូខេនេះវីដេអូទី2បាទវីដេអូទី1មានដៃមនុស្សនេះឲ្យនេះគឺទី2បញ្ចុកដូចគ្នាពេលខ្លះគឺវាបង្កើតមកគេហៅថាខុសគ្នាទីទួចស្តីគ្នាទីទួចណាអញ្ចឹងបើសិនជាបងប្អូនចង់បានមួយណាបងប្អូន save មួយនឹងមកបាទចុចលើនឹងហើយបងប្អូនអាច download មកឧទាហរណ៍បងប្អូនយកមួយនឹងបាទចឹងបងប្អូន save ឧទាហរណ៍ខ្ញុំ save ចូល folder របស់ខ្ញុំនេះបាទខ្ញុំចូលមកបើកនៅ folder នេះឃើញហើយនេះវីដេអូមិញបងប្អូនបាទនេះគឺជាអ្វីដែលយើងទទួលបានអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះបើសិនជាចង់បានប្រមឬមួយក៏ចង់សាកសួរព័ត៌មានអីបន្ថែមអាច comment នៅខាងក្រោមឬក៏ join នៅក្នុង channel Telegram របស់ខ្ញុំបាន